បរិយាសុខភាពរបស់បកគោណាបរិយាសុខភាពរបស់បកគោណាស្ថិតនៅក្រោមការតាមដានដោយយកចិត្តទុកដាក់បើទោះបីសម្ដេចតេជោនៅក្នុងប្រទេសកម្ពុជាក៏ប៉ុន្តែសម្ដេចតេជោសម្ដេចធិបតីហ៊ុនម៉ាណែតគឺយកចិត្តទុកដាក់ខ្ពស់ចំពោះបរិយាសុខភាពរបស់បកគោណាតាំងពីដើមរៀងមកដោយដែលកាលពីខែមេសាកន្លងទៅសម្ដេចតេជោបានអញ្ជើញទៅកាន់ទីក្រុងប៉េកាំងដោយផ្ទាល់ដើម្បីកំដរបកគោណាក្នុងពេលដែលសម្រាប់ព្យាបាលព្រះរោគរបស់ព្រះអង្គអញ្ចឹងមកដល់ពេលនេះក្នុងពេលដែលសម្ដេចតេជោបានអញ្ជើញទៅសួរសំទោសទៅគាល់បកគោណាគឺស្ថានភាពនៃសុខភាពរបស់បកគោណារបស់យើងដែលជាដំណឹងដ៏រីករាយសម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គគឺសុខភាពបរិយាសុខភាពរបស់ព្រះអង្គមកដល់ពេលនេះវិលមករកប្រក្តីវិញល្អប្រសើរឡើងវិញហើយខ្ញុំសូមបញ្ជាក់ថានៅថ្ងៃទី3ខែកក្កដាសប្តាហ៍ក្រោយនេះព្រះករុណាជីវិតជាម្ចាស់តម្កល់លើត្បូងនិងសម្ដេចម៉ែនឹងយាងប្រងសពរិទ្ធិនឹងយាងធ្វើមាតុភូមិនិវត្តមកកាន់ប្រទេសកម្ពុជាវិញអញ្ចឹងនេះជាដំណឹងមួយដែលរីករាយសម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គដែលកំពុងរងចាំដែលយកចិត្តទុកដាក់ខ្ពស់ចំពោះបរិយាសុខភាពរបស់ព្រះអង្គផងដែរខ្ញុំសូមឆ្លៀតនៅក្នុងចំណុចនេះពេលដែលសម្ដេចតេជោជួបជាមួយនឹងបណ្ដាលមេដឹកនាំកម្ពុជារបស់ចិនសម្ដេចតេជោតែងតែអរគុណជាអនេកបការចំពោះមេដឹកនាំចិនដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការថែព្រះរោគរបស់ប្រជាជាតិរបស់យើងប្រជានៃយើងហើយឯកឧត្តមស៊ីជីនពីងក៏បានលើកឡើងចំពោះមុខសម្ដេចតេជោដែរនៅពេលដែលសម្ដេចតេជោនាំសារសុខទុក្ខពីបកគោណារបស់យើងទៅកាន់ឯកឧត្តមស៊ីជីនពីងឯកឧត្តមបានលើកឡើងថាចិនគឺយកចិត្តទុកដាក់ខ្ពស់ណាស់ហើយតែងតែបារម្ភជានិច្ចចំពោះការព្យាបាលឬក៏ការថែរក្សានៅព្រះរោគរបស់ព្រះករុណាជីវិតជាម្ចាស់តម្កល់លើត្បូងនៃយើងនេះខ្ញុំសូមជូននៅព័ត៌មានតាក់ទងទៅនឹងបរិយាសុខភាពរបស់ប្រជាជាតិប៉ុណ្ណឹងទៅចុះ